ចឹងនេះខ្ញុំ record សម្រាប់ឲ្យអ្នកទាំងអស់គ្នាស្រួលមើលឡើងវិញទាក់ទងជាមួយនឹងអឺ feature នៅលើ Power BI អញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងហើយថា Power BI ដើរតួនាទីសំខាន់សម្រាប់អឺ transforming complicated data into insight ណាបាទអញ្ចឹងនៅលើ Power BI នេះបាទគឺនៅពេលដែលយើងបើកមកគឺយើងចេញplan បើយើងបើក plan report មកគឺយើងនឹងចេញមកគឺបែបនេះបាទអញ្ចឹងខ្ញុំនឹងហៅទៅលើ feature នីមួយៗទៅលើ tab នីមួយៗនិង pane បាទក៏ដូចជា view mode ទៅលើ Power BI នេះបាទអញ្ចឹង Power BI ទាំងអស់នៅខាងលើនេះគឺមាន tab ដូចនឹងស្តៀងនឹងWord Excel ឬក៏ PowerPoint របស់យើងដែរគឺ format របស់គេគឺធ្វើមកស្តៀងគ្នាបាទចឹងនៅលើនេះគឺ home មាន home button ហើយនៅលើ home button ហ្នឹងយើងមានcopy and paste ណាយើងមាន format painter យើងមាន get data បាទហើយយើងមានconnect មួយ data ផ្សេងៗដូចជា Excel workbook ដូចជា one lake catalog នេះបាទហើយក៏ដូចជា enter data នេះយើងអាចបញ្ចូលជា table data ហើយយើងមាន dataverse ហើយមាន recent resource ដែលយើងបាន connect ហើយថ្មីនេះបាទហើយយើងមាន transform data ហ្នឹងហើយយើងមាន add visual ឬក៏ text box ហើយ visual ផ្សេងៗទៀតច្រើននៅទីនេះណាបាទហើយបើយើងចង់ add resource time បាទនៅលើ app របស់យើងមិនត្រឹមតែមាន40ប្រភេទនេះទេគឺយើងអាច add មក time from source នេះផងដែរបាទចឹងដើម្បីយើងអាច add បានតោះតែយើង sign in ជាមួយនឹង account បាទហ្នឹងហើយអញ្ចឹង account ដែលខ្ញុំបាន share ជាមួយអ្នកទាំងអស់គ្នាចឹងយើងអាច log in ហើយ sign in បានណាបាទបាទអញ្ចឹងនៅទីនេះគឺយើងឃើញមានតែមាន Copilot ទៀតអញ្ចឹងយើងអាច Copilot នេះតតែយើង sign in ហើយយើងអាចតេស្តមើលបានដែលអាចជួយយើងមួយចំនួននៅក្នុងការអឺ transform ក្នុងការ DEX ការសរសេរ DEX ក៏ដូចជាក្នុងការទាញនៅទិន្នន័យមួយចំនួនបាទហើយអនាគតទៅគឺ Copilot នេះនឹងអាចជួយ analyze ទៅលើ visual របស់យើងនឹងបានទៀតប៉ុន្តែឥឡូវ function ហ្នឹងគឺនៅ preview mode នៅឡើយទេអត់ទាន់បានដាក់ release ឲ្យប្រើនៅឡើយទេបាទបាទអញ្ចឹងនៅលើនេះគឺយើងឃើញថាមាន view ទាំងអស់5 view ទី1គឺ report view បាទ report view នេះគឺនៅពេលដែលយើង analyze នៅពេលដែលយើងធ្វើ visualize ផ្សេងៗគឺយើងប្រើបង្ហាញនៅលើ view មួយនេះបាទអញ្ចឹងខ្ញុំអាចបង្ហាញនៅលើ view នេះតែម្ដងទៅបាទអញ្ចឹងreport view នេះគឺយើងកំពុងតែ design នេះគឺនៅក្នុង report view ចំណែកនៅក្នុង table view នេះគឺបង្ហាញទៅលើ table ទិន្នន័យដែលយើងបានអtransform ឬក៏យើងបាន connect និង transform មកហើយអញ្ចឹងណាបាទអញ្ចឹងយើងអាចមើលយើងអាចកែសម្រួលទៅលើទិន្នន័យរបស់យើងអាច edit ទៅលើនឹងបានខ្លះដែរណាបាទហើយនៅកន្លែងនេះគឺ model view បាទ model view នេះគឺសម្រាប់យើងត្រួតពិនិត្យមើលលើ model ទៅលើ relationship ដែលយើងបានបង្កើត across table ហើយកន្លែងនេះគឺ DAX គឺយើងអាចទៅ save DAX ជារូបមន្តមួយចំនួនdata analysis expression មួយចំនួនដើម្បីយើងអាច generate data ឬក៏ insight មួយចំនួនពីនៅក្នុងនេះបាទអញ្ចឹងយើងអាចបើ Copilot ជួយសរសេរយើងមួយចំនួនក៏បានដែរបាទហើយនេះតកតងនឹងបាទតកតងនឹង HTML view អញ្ចឹងយើងអាចចូលទៅក្នុងនេះដើម្បីយើងរៀនសូត្រថាអ្វីទៅជាអឺអឺ TML view ហ្នឹងបាទហ្នឹងហើយអញ្ចឹងនេះយើងអាចអានតិចទៅយើងនឹងដឹងថាតកតងជាមួយនឹងការ develop របស់យើងធ្វើម៉េចឲ្យវាមាន efficiency ហើយយើង increase reusability បាទ create control អញ្ចឹងគេមានប្រាប់យើងពីតកតងជាមួយនឹងរបៀបក្នុងការធ្វើនេះណាយើង clean សម្អាតយ៉ាងម៉េចអញ្ចឹងហើយយើងអាចនឹងចូលមើល detail នៅក្នុងមេរៀនយើងបើសិនជាយើងមានពេលណាបាទអញ្ចឹងខ្ញុំសូមត្រឡប់ទៅ view របស់យើងវិញអញ្ចឹងនៅទីនេះយើងត្រឡប់បាទអញ្ចឹងទាំងអស់ view ទាំងអស់មាន5 view ហ្នឹងបាទហើយបើយើងនៅខាងនៅវិញគឺយើងមានទាំងអស់គេហៅ pane អញ្ចឹងយើងមានទាំងអស់ pane ហ្នឹងគឺមានទាំងអស់3 pane pane ដំបូងគេហៅថា filter pane អញ្ចឹងនៅពេលដែលយើង create visual គេផ្សេងគឺយើងនឹងឃើញមានកន្លែង filter អីអញ្ចឹងកន្លែងហ្នឹងគឺជាគេហៅថា filter pane វាមានដើរតួនាទីសំខាន់ក្នុងការ filter ហើយទី2នេះគឺ visualization pane អញ្ចឹងគឺមាន visual ទាំងអស់ដែលយើងអាចងាយស្រួលក្នុងការចាប់ដាក់បាទអូទីនៅទីនេះឬក៏យើងអាច add
more visual អីគឺយើងអាច import មកពីនឹងមកបានណាចឹង visualization plan គឺមានសារៈសំខាន់ណាស់បាទយើងត្រូវការធ្វើ visual ផ្សេងគឺយើងទាញពីនឹងមកហើយនឹងកន្លែងមួយទៀតដែលខានមិនបានហ្នឹងគេហៅថាជា data pane ចឹង data pane ហ្នឹងគឺមាន data ដែលយើងconnect រួចដែលយើង transform រួចគឺវានឹងចូលមកទីនេះបាទចឹងដើម្បីយើង create visual នេះបានគឺយើងត្រូវការទាញ data ហ្នឹងហើយដើម្បីយកមកធ្វើការបន្លាយបាទហើយខាងក្រោមនេះគឺជា sheets បាទគឺជា page យើងហៅថាជា page នីមួយៗណាបាទអញ្ចឹង page មួយៗហ្នឹងគឺអឺយើង create page បានច្រើននៅក្នុងហ្នឹងបាទអញ្ចឹងយើង build visual មួយទៅហើយនេះគឺជា page ហើយចុងក្រោយគេនេះនៅខាងក្រោមនេះគឺមានview ពីរដែរគឺជា desktop view ហើយនិង mobile view បាទchứបើយើងចុច mobile view គឺយើងអាចទាញយក visual របស់យើងហ្នឹងបាទរៀបវាស្អាតទៅដើម្បីឲ្យវាស៊ីជាមួយនឹងទូរស័ព្ទបើសិនជាបើអាចលើទូរស័ព្ទតើវានឹងចេញយ៉ាងម៉េចណាអញ្ចឹងយើងអាចទាញយកទៅបានបាទយើងតេស្តមើលហើយយើងអាចទាញអីបានខ្លះណាបាទអញ្ចឹងយើងនឹងអាចទាញបានដូចនេះអញ្ចឹងយើងអាចរៀបវាស្អាតយើង customize វាឲ្យត្រូវជាមួយនឹងទំហំផ្ទាំងរបស់ទូរស័ព្ទចឹងបង្ហាញមកគឺត្រូវស៊ីជាមួយនឹងទូរស័ព្ទតែម្ដងបាទហើយឥឡូវយើងចូលមក desktop layout របស់យើងវិញគឺយើងនឹងឃើញមានជាខ្ញុំបានបង្ហាញហើយមានប្រមាណហ្នឹងហើយយើងនឹងបង្ហាញខាងលើនេះគឺវិញហ្នឹងយើងមានកន្លែង home ណាយើងបានរៀនយើងបានមើលរួចហើយឬមាន insert ណាចឹងយើងអាច insert new page ឬយើង insert new visual ឬក៏យើងមានkey influencer ឬ decomposition narrative នេះគឺខ្ញុំបង្ហាញនៅថ្ងៃទី3ថ្ងៃចុងក្រោយហើយ paginate report paginate report power app automate នេះគឺខ្ញុំនឹងប្រាប់នៅថ្ងៃក្រោយហើយតើទៅនឹង text box ប៊ូតុងហើយនឹង shape នេះក៏យើងនឹងរៀនជាមួយគ្នាផងដែរពីការប្រើប្រាស់ហើយនឹងការបញ្ចូលរូបភាពណាបាទអូខេមកដល់កន្លែង modeling នេះគឺយើងឃើញថាតកតងមួយនឹងការ manage relationship ដូចនៅក្នុង view mode model view mode នេះយើងអញ្ចឹងហើយយើងមានបង្កើតជា new measure ដោយប្រើ DAX expression យើងបង្កើតជា new value ផ្សេងៗសម្រាប់ data របស់យើងអាចបង្កើតជា quick measure ផ្សេងៗណាព្រមlist ដែលគេមានហើយស្រាប់ហើយយើងអាចបង្កើតnew column ឬក៏ new table ទៅក្នុងសម្រាប់ប្រើប្រាស់ connect ជាមួយ data របស់យើងផងដែរណាបាទអញ្ចឹងមាន new parameter នេះយើងអាចនឹងសិក្សានៅថ្ងៃចុងក្រោយផងដែរបាទបាទនេះយើងអាចដូរភាសាអីបានតែឥឡូវនេះមានតែភាសា English ទេបាទហ្នឹងហើយអញ្ចឹងតកតមួយទៀតគេហៅថា view អញ្ចឹងនៅក្នុង view នេះគឺមានដូចទាំងអស់គ្នាឃើញអញ្ចឹងមាន layout មាន mobile layout ហើយជាមួយនឹង page view layout នេះអញ្ចឹងយើងអាចfit size របស់វាឡើងនេះយើងអាចសេរីបានហើយយើងមាន bookmark ណា bookmark ហ្នឹងក៏យើងនឹងរៀននៅថ្ងៃទី3នេះដែរបាទហើយមាន selection បាទមាន analyze ទៅលើ performance ហើយនឹង scene slicer ផងដែរបាទហើយនៅកន្លែងនេះគឺគេហៅថាជា SIM បាទជា SIM របស់report របស់យើងចង់ឲ្យ report របស់យើង standard តែមួយក្នុងការក្នុងការរៀបចំផ្សេងៗគឺយើងប្រើប្រាស់យើងអាចជ្រើសរើស SIM ណាមួយដែលយើងស្រឡាញ់ដែលយើងពេញចិត្តបាទអញ្ចឹងវានឹងដូររូបភាពនៅខាងក្រោយឬក៏ដូរនៅទម្រង់ផ្សេងៗណារបស់យើងណាបាទអញ្ចឹងវាជួយដូរពណ៌format អីមួយចំនួនសូម្បីតែ color នេះក៏វាដូរដែរណាបាទហ្នឹងហើយអញ្ចឹងយើងអាចរើសបានហើយបើយើងអត់ចង់រើសអីទេយើងអាច select យកពាក្យថា Power BI នេះមកអញ្ចឹងគឺយើងបានkeyword របស់យើងពេញតែម្ដងហ្នឹងហើយអញ្ចឹងយើងមានប៉ុណ្ណឹងហើយ like optimize នេះperformance analyze យើងមាន refresh visual របស់យើងទាំងអស់ហ្នឹងបាទឬក៏យើង apply all slicer បន្តផ្សេងៗគឺយើងអាចប្រើប្រាស់នៅទីនេះបានបាទអញ្ចឹងតើតោងជាមួយនឹងlayout តើតោងជាមួយនឹង Power BI desktop មានប៉ុណ្ណឹងហើយយើងនឹងបន្តជាមួយគ្នាតើតោងជាមួយនឹង data connection ហើយ data transforming ហើយនឹងយើង start visualization report របស់យើងទាំងអស់គ្នាបាទសូមអរគុណ